ព្រះគម្ពីរហេណូកជំពូកទី97វេទនាដល់ពួកទាំងឡាយណាដែលគ្មានសេចក្តីជំនឿហើយលើកដំកើងឲ្យកិត្តិយសចំពោះពាក្យភូតភរអ្នកប្រកាសជាត្រូវធ្លាក់ទៅក្នុងនរកហើយក៏មិនដែលមានព្រះគុណសម្រាប់ជីវិតឡើយវេទនាដល់អស់អ្នកដែលផ្លាស់ប្ដូរព្រះបន្ទូលនៃសេចក្តីពិតត្បិតពួកគេបានប្រព្រឹត្តល្មើសប្រឆាំងនឹងបញ្ញត្តិដ៏នៅអស់កលជានិច្ចហើយបណ្ដាលឲ្យក្បាលរបស់ពួកអ្នកដែលមិនមានអំពើបាបត្រូវជន់ឈ្លីនៅលើផែនដីនៅក្នុងថ្ងៃរបស់អ្នកអោពួកមនុស្សសុចរិតអើយសេចក្តីអធិដ្ឋានរបស់អ្នកនឹងផុសឡើងជាការរំលឹកហើយនឹងត្រូវបានផ្ញើទុកជាទីបន្ទាល់នៅមុខពួកទេវតាគឺពួកទេវតាបានកត់ទុកអំពើបាបនៃពួកមនុស្សមានបាបតាមរយៈសេចក្តីអធិដ្ឋាននៅក្នុងប្រវត្តិមានរបស់ព្រះដ៏ខ្ពស់បំផុតនៅក្នុងថ្ងៃនោះគ្រប់ជាតិសាសន៍ទាំងអស់នឹងត្រូវដួលរលំប៉ុន្តែមានគ្រួសារជាច្រើននឹងត្រូវលេចចេញមកពីជាតិសាសន៍ទាំងអស់នោះនៅក្នុងថ្ងៃនៃការវិនាសអន្តរាយនោះវិញនៅក្នុងថ្ងៃនោះដែរពួកស្ត្រីដែលមានគភ៌នឹងត្រូវរំលូតកូនចេញហើយបោះបង់ចោលទារកទាំងនោះគឺជាពូជពង្សរបស់ពួកគេផ្ទាល់ដែលត្រូវរលូតចេញពីពួកគេហើយកូនដែលនៅបៅក៏ពួកគេនឹងត្រូវបោះបង់ចោលដែរគេនឹងមិនដែលត្រឡប់មករកកូនរបស់ពួកគេវិញឡើយពួកគេគ្មានការអាណិតឬក៏មិនមានការបង្ហាត់បង្រៀនដល់កូនជាទីស្រឡាញ់របស់ពួកគេណាមួយដែរខ្ញុំសូមស្បត់ម្ដងទៀតនៅចំពោះអ្នកអោពួកអ្នកមានបាបអើយថាអំពើអាក្រក់កំណាចឃោឃៅគឺបានត្រូវរៀបចំឡើងសម្រាប់ថ្ងៃនៃការបង្ហូរឈាមដែលគ្មានការបញ្ឈប់ពួកគេនឹងត្រូវថ្វាយបង្គំដុំថ្មរូបឆ្លាក់ដែលធ្វើពីមាសពីប្រាក់និងរូបដែលធ្វើពីឈើពួកគេនឹងត្រូវថ្វាយបង្គំវិញ្ញាណដែលមិនបរិសុទ្ធពួកអរិយអសោចនឹងគ្រប់ទាំងរូបចម្លាក់ទាំងអស់នៅក្នុងវិហារទាំងនោះប៉ុន្តែគេមិនអាចរកបានជំនួយរបស់ទាំងអស់នោះឡើយចិត្តរបស់ពួកគេនឹងត្រឡប់ទៅជាទមិលល្មើសតាមការឈួតលីលារបស់ពួកគេភ្នែករបស់ពួកគេត្រូវបានខ្វាក់រួមជាមួយមនសិការដែលភ័យខ្លាចពួកគេនឹងមានការយល់សប្តិផ្សេងធ្វើឲ្យពួកគេភ័យខ្លាចហើយស្វែងរកជំនឿខុសសកម្មភាពទាំងអស់សុទ្ធតែជាការបោកបញ្ឆោតនិងថ្វាយបង្គំដល់ដុំថ្មហើយពួកគេទាំងអស់គ្នានឹងត្រូវវិនាសប៉ុន្តែនៅក្នុងថ្ងៃនោះមានពរហើយអស់អ្នកទាំងឡាយណាដែលបានទទួលព្រះបន្ទូលនៃប្រាជ្ញាដែលនឹងចង្អុលបង្ហាញក្នុងការស្វែងរកផ្លូវរបស់ព្រះដ៏ខ្ពស់បំផុតជាអ្នកដែលដើរនៅក្នុងផ្លូវនៃសេចក្តីសុចរិតហើយក៏ជាអ្នកដែលមិនបានប្រព្រឹត្តដោយគ្មានជំនឿដោយពួកអ្នកដែលមិនជឿដែរពួកគេនឹងត្រូវបានសង្គ្រោះវេទនាដល់អស់អ្នកដែលពង្រីកអំពើអាក្រក់របស់អ្នកជិតខាងខ្លួនត្បិតគេនឹងសម្លាប់អ្នកនៅក្នុងនរកវេទនាដល់អស់អ្នកដែលដាក់គ្រឹះនៃអំពើបាបនិងការបោកប្រាស់និងអស់អ្នកដែលធ្វើឲ្យផែនដីមានការជូលវិញត្បិតអីការទាំងអស់នោះនឹងស៊ីបំផ្លាញអ្នករាល់គ្នាវិញវេទនាដល់អស់អ្នកដែលសង់ផ្ទះខ្លួនដោយកេងប្រវ័ញ្ចពីអ្នកដទៃគ្រប់ផ្នែកដែលសង់ដោយឥដ្ឋនិងពីថ្មនៃអំពើអាក្រក់ខ្ញុំសូមប្រាប់អ្នកថាអ្នកនឹងមិនអាចទទួលបានសេចក្តីសុខទេវេទនាដល់អស់អ្នកដែលស្អប់ដល់ការកំណត់ដែលជាដែនមរតកជារៀងរហូតមករបស់ឪពុកខ្លួនខណៈដែលព្រលឹងរបស់អ្នកបែរទៅរករូបព្រះត្បិតអ្នកនឹងមិនទទួលបានការស្ងប់សុខនៅក្នុងជីវិតឡើយវេទនាដល់ពួកគេទាំងអស់នោះដែលតាំងចិត្តប្រព្រឹត្តការទុច្ចរិតក៏គាំទ្រទៅដល់ការប្រមាថមើលងាយជាអ្នកដែលសម្លាប់អ្នកជិតខាងខ្លួនដល់ថ្ងៃជំនុំជម្រះដ៏ធំស្រីល្អរបស់អ្នកនឹងត្រូវទម្លាក់ចុះទ្រង់នឹងដាក់សេចក្តីសំអប់នៅក្នុងចិត្តអ្នកហើយវិញ្ញាណនៃសេចក្តីក្រោធរបស់ទ្រង់នឹងកម្រើកឡើងនៅក្នុងអ្នកហើយអ្នកគ្រប់គ្នានឹងត្រូវវិនាសដោយដាវបន្ទាប់មកពួកសុចរិតនិងពួកបរិសុទ្ធនឹងនឹកចាំអំពីអំពើអាក្រក់របស់អ្នករាល់គ្នា
ចំពុកទី97ចាប់តែប៉ុណ្ណេះខ្ញុំនឹងបន្តចំពុកទី98នៅក្នុងគ្រានោះឪពុកនឹងត្រូវបានសម្លាប់ដោយកូនរបស់ខ្លួនឯងនៅតាមកន្លែងផ្សេងក៏ដូចជាបងប្អូនបង្កើតខ្លួនដែរនឹងត្រូវដួលចុះដោយការកាប់សម្លាប់គ្នារហូតទាល់តែឈាមរបស់ពួកគេហូរដូចជាទន្លេមួយព្រោះមនុស្សម្នាក់នឹងមិនបញ្ឈប់ដៃរបស់ខ្លួនទៅលើកូនឬចៅរបស់ពួកគេឡើយគេគ្មានសេចក្តីមេត្តាលុះត្រាតែបានសម្លាប់បងពួកមនុស្សមានបាបនឹងមិនបញ្ឈប់ដៃរបស់គេពីការកាប់សម្លាប់ឡើយទោះបីជាអ្នកនោះជាបងប្អូនខ្លួនដែលមានកិត្តិយសខ្ពង់ខ្ពស់ក៏ដោយចាប់ពីថ្ងៃរះគេបន្តកាប់សម្លាប់រហូតទល់ថ្ងៃលិចឈាមរបស់ពួកគេនឹងត្រូវឡើងដល់ទ្រូងសេះឯរទេះចម្បាំងភ្លៅរបស់វានឹងត្រូវលិចបាត់ក្នុងឈាមរបស់មនុស្សមានបាបចំពុកទី98ចុះតែប៉ុណ្ណេះខ្ញុំនឹងបន្តចំពុកទី99នៅក្នុងគ្រានោះពួកទេវតានឹងចុះមកទៅកាន់កន្លែងដែលលាក់បាំងនិងប្រមូលពួកអ្នកដែលចូលរួមក្នុងអំពើឧក្រិដ្ឋកម្មទាំងអស់ដាក់ក្នុងកន្លែងមួយនៅគ្រានោះព្រះដ៏ខ្ពស់បំផុតទ្រង់នឹងក្រោកឡើងហើយចាប់ផ្ដើមធ្វើការជំនុំជម្រះលើពួកមានបាបទាំងអស់រួចទ្រង់បានប្រទានឲ្យពួកទេវតាបរិសុទ្ធការពារយ៉ាងមុតមាំទៅលើពួកសុចរិតនិងពួកបរិសុទ្ធដាក់ការពារចំពោះពួកគេដូចជាកែវភ្នែករហូតទាល់តែដល់ពេលដែលអំពើអាក្រក់និងអំពើឧក្រិដ្ឋកម្មទាំងអស់ត្រូវបានបំផ្លាញចោលទាំងស្រុងទោះបីជាពួកសុចរិតដែលរស់នៅឬក៏បានដេកលក់ទៅហើយក៏ដោយក៏ពួកគេគ្មានការភ័យខ្លាចដែរមនុស្សដែលឆ្លៀវឆ្លាតនឹងមើលឃើញសេចក្តីពិតជាមិនខានហើយមនុស្សទាំងអស់នៅលើផែនដីនឹងយល់គ្រប់អស់ទាំងពាក្យដែលនៅក្នុងសៀវភៅនេះហើយពួកគេយល់ដឹងថាព្រះបន្ទូលគឺជាទ្រព្យសម្បត្តិរបស់ពួកគេយ៉ាងពិតប្រាកដទេវតាសំទោសវេទនាដល់អស់អ្នកដែលជាពួកអ្នកមានបាបអើយដែលអ្នកធ្លាប់បានធ្វើឲ្យពួកបរិសុទ្ធឈឺចាប់នៅថ្ងៃនៃភាពវឹកវរដ៏ធំមកដល់អ្នកនឹងត្រូវបានដុតនៅក្នុងភ្លើងហើយនឹងត្រូវសងតាមទង្វើដែលអ្នកបានប្រព្រឹត្តនោះជាមិនខានវេទនាដល់អស់អ្នកដែលបានបង្ខូចនៅក្នុងចិត្តខ្លួនដោយខំប្រឹងឲ្យបានចេះដឹងខាងសេចក្តីអាក្រក់និងខំស្វែងរកឲ្យឃើញអ្វីមួយដែលនាំឲ្យមានការភ័យរន្ធត់ត្បិតនឹងគ្មាននរណាម្នាក់អាចជួយសង្គ្រោះអ្នកបានឡើយវេទនាដល់អស់អ្នកអោពួកអ្នកមានបាបអើយព្រោះដោយពាក្យដែលនៅក្នុងមាត់អ្នកនិងដោយកិច្ចការដែលដៃអ្នកបានធ្វើដោយបានប្រព្រឹត្តដោយគ្មានសេចក្តីជំនឿដូច្នេះអ្នកនឹងត្រូវដុតនៅក្នុងអណ្ដាតភ្លើងដែលឆេះសន្ធោសន្ធៅហើយឥឡូវនេះត្រូវឲ្យអ្នកដឹងជាប្រកាសថាពួកទេវតាដែលនៅឋានសួគ៌នឹងសួរនាំដេញដោលអំពីអំពើប្រព្រឹត្តរបស់អ្នកពីព្រះអាទិត្យពីព្រះច័ន្ទនិងពីវងផ្កាយគឺអំពីទស្សនវិជ្ជានៃអំពើបាបរបស់អ្នកដែលនៅលើផែនដីដែលអ្នកបានប្រើអំណាចទៅលើពួកសុចរិតពពកទាំងអស់ផ្ដល់ជាទីបន្ទាល់ទាស់នឹងអ្នកព្រិលទឹកសន្សើមនិងទឹកភ្លៀងដែរហើយពួកគេនឹងកាត់ចេញពីអ្នកដែលពួកគេអាចលែងធ្លាក់ចុះលើអ្នកដើម្បីកុំឲ្យអ្នកគិតថាពួកគេគ្រប់គ្រងចំពោះអំពើអាក្រក់របស់អ្នកដែរឥឡូវនេះចូលនាំយកអំណោយហើយប្រគល់ឲ្យយ៉ាងគោរពទៅកាន់ទឹកភ្លៀងមើលហើយថាកុំកាត់ផ្ដាច់ពីខ្ញុំអីក្រែងលោវានឹងធ្លាក់មកលើអ្នកទេដឹងឬក៏ដូចជាទឹកសន្សើមដែរក្រែងលោទឹកសន្សើមវាចេះទទួលមាសនិងប្រាក់ពីដៃអ្នកដែរទេដឹងប៉ុន្តែនៅក្នុងគ្រានោះនៅពេលដែលព្រិលតកគ្រប់ទាំងខ្យល់បក់នាំយកព្រិលនិងភាពត្រជាក់គឺគ្រប់របស់ទាំងនោះដែលធ្លាក់មកបណ្ដាលឲ្យមានការរងទុក្ខវេទនានឹងត្រូវធ្លាក់មកលើអ្នកនោះអ្នកនឹងគ្មានសមត្ថភាពណាដែលអាចទប់ទល់នឹងពួកវាបានឡើយចំពុកទី99ចប់តែប៉ុណ្ណេះដូច្នេះនៅក្នុងចំពុកទាំងប្រមាណនេះគឺលោកហោរ៉ាហើយលោកបានឃើញអំពីព្រឹត្តិការណ៍ចុងក្រោយនៃការជំនុំជម្រះនិងការរងទុក្ខវេទនារបស់ពួកអ្នកមានបាបនិងអ្នកដែលមិនជឿព្រះ
គឺជាអ្នកដែលតាំងចិត្តធ្វើអំពើអាក្រក់បង្កើតគំនិតអាក្រក់បង្កើតគំនិតថ្មីក្នុងការដែល បង្កើតអ្វីដែលគេហៅថាបង្កការគ្រោះថ្នាក់ដល់មនុស្សនិងផែនដីដូច្នេះលោកអ្នកបងប្អូនហើយនៅក្នុងជំនឿដូចខ្ញុំបញ្ជាក់លើកមុនអញ្ចឹងយើងជាអ្នកដែលជឿព្រះអង្គកិច្ចការមួយចំនួនដែលយើងមិនអាចធ្វើបានឧទាហរណ៍ថាបើសិនជាយើងជឿព្រះអង្គតើយើងអាចទៅរៀនផលិតអាវុធនុយក្លេអ៊ែរបានទេចម្លើយគឺមិនបានទេពីព្រោះអាវុធទាំងអស់នោះចង់មិនចង់ត្រូវយកមកដើម្បីបំផ្លាញអ្វីមួយឬក៏សម្លាប់មនុស្សហើយដូច្នេះហើយនៅក្នុងព្រះបន្ទូលព្រះអង្គនៅក្នុងចំណុចនេះគឺត្រូវបណ្ដាសាឬក៏វេទនាឬក៏ត្រូវទទួលទុក្ខទោសដោយបើទោះជាគ្មានអ្នកណាម្នាក់អាចធ្វើទុក្ខទោសយើងបានក៏ដោយក៏មានគេហៅថាសេចក្តីយុត្តិធម៌មួយសេចក្តីបណ្ដាសាមួយដែលរត់តាមចាំកាត់ក្តីអ្នកនោះជានិច្ចហើយដូច្នេះហើយបានជាអ្នកដែលជឿដល់ព្រះមានមុខរបរមានការងារមួយចំនួនគឺត្រូវបានហាមឃាត់មិនដូចយើងគិតថាយើងអរគុណព្រះអង្គដែលយើងខ្លាចជាអង្សញើឬក៏វិស្វករក្នុងការដែលផលិតគ្រាប់បែកបរមាណូមិនដូចទេលោកអ្នកបងប្អូនគឺយើងមិនអាចយកគេហៅថាភាពរបស់យើងគំនិតរបស់យើងទៅគេហៅថាថ្លឹងថ្លែងជាមួយនឹងសេចក្តីដែលព្រះបន្ទូលព្រះអង្គមានបន្ទូលទេគឺយើងត្រូវតែគេហៅថាស្ដាប់ហើយពិចារណាគឺធ្វើតាមព្រះបន្ទូលវិញហើយដូច្នេះហើយបានជាដូចជាខ្ញុំធ្លាប់ឃើញដូចជាមានអ្នកជឿព្រះអង្គគ្រប់គ្រងនៅការគេហៅថាមុខរបរវាយបុកបណ្ដាលនេះបងប្អូនមុខរបរនិងការទាំងអស់ហ្នឹងគឺជារឿងដែលមិនត្រឹមត្រូវទេគឺការវាយគ្នាការភ្នាល់គ្នាហើយយើងជាអ្នកដែលជឿព្រះអង្គហើយយើងគ្រប់គ្រងការវាយបុកដូច្នេះហើយសូមគិតឡើងវិញពីព្រោះការងារទាំងអស់នេះសុទ្ធតែមានបណ្ដាសាពីព្រោះចេញពីមាត់ហោរាចេញពីព្រះបន្ទូលព្រះអង្គរឿងអ្វីទាំងអស់នឹងសម្រេចនឹងខ្លាចជាការពិតបើសិនជាព្រះបន្ទូលព្រះអង្គថាវេទនាឬក៏ត្រូវបណ្ដាសាគឺប្រកាសជាត្រូវវេទនាហើយនឹងបណ្ដាសាហើយដូច្នេះខ្ញុំសូមលើកទឹកចិត្តថាសូមឲ្យយើងថែរក្សាសេចក្តីជំនឿហើយសូមដើរឲ្យត្រូវទៅតាមបំណងមហាទេវព្រះអង្គពីព្រោះថាការងារខ្លះគឺយើងមិនត្រូវបានអនុញ្ញាតឲ្យធ្វើពីព្រោះវាខុសទៅនឹងបំណងមហាទេវព្រះអង្គខុសទៅនឹងគោលការណ៍នៃសេចក្តីយុត្តិធម៌សេចក្តីសុចរិតរបស់ព្រះខ្ញុំអរគុណព្រះអង្គហើយយើងនឹងជួបគ្នានៅចំពោះក្រោយទៀតសូមព្រះអង្គម្ចាស់ព្រះយេស៊ូវប្រទានពរជូនដល់អស់អ្នកបងប្អូនគ្រប់គ្នាដែលបានស្ដាប់ឲ្យមានប្រាជ្ញាតម្រេះនិងការចេះដឹងឲ្យបានគ្រប់គ្នាក្នុងព្រះនាមរបស់ព្រះអង្គអេមែន